កំរងរឿងព្រេងនិទានខ្មែររឿងម៉ាយ៉ាស្ត្រីកាលពីព្រេងនាយមានបុរសម្នាក់មានប្រពន្ធរស់នៅជាមួយគ្នាតែពុំមានកូនលុះយូរទៅប្រពន្ធនោះមានសហាយនាំមកដេកក្នុងផ្ទះដល់សពថ្ងៃមួយប្តីទៅជីកដំឡូងក្នុងព្រៃដល់ថ្ងៃក្តៅចូលទៅអាស្រ័យនៅខ្ទមអ្នកតាមួយប្រពន្ធរៀបចំអីវ៉ាន់ទៅបុណ្យអ្នកតានោះឲ្យទៅធ្វើប្តីឲ្យស្លាប់និងយកសហាយធ្វើប្តីរៀបស្រេចហើយក៏យកអីវ៉ាន់នោះដើរចូលទៅក្នុងខ្ទមអ្នកតានោះប្តីឃើញប្រពន្ធដើរចូលទៅខ្ទមអ្នកតាក៏នឹកឆ្ងល់ថាប្រពន្ធអញវាមករកអ្វីក្នុងខ្ទមអ្នកតានេះគិតហើយក៏ចូលទៅពូនក្រោយខ្នងអ្នកតាលបស្ដាប់ប្រពន្ធឯប្រពន្ធក៏ចូលទៅអុជទៀនធូបហើយបួនអ្នកតាថាខ្ញុំមិនចង់យកប្តីខ្ញុំទេខ្ញុំយកប្តីទៀតសូមអ្នកតាកាច់ប្តីខ្ញុំឲ្យស្លាប់ទៅខ្ញុំនឹងថ្វាយជ្រូកមួយប្តីឮដូច្នោះក៏ឆ្លើយឡើងពីក្រោយខ្នងអ្នកតាបើនាងមានសហាយហើយបើចង់ឲ្យកាច់ប្តីនាងឯងឲ្យស្លាប់នោះងាយទេវិលទៅផ្ទះវិញត្រូវរកមាន់ក្រាបទាំងមេទាំងប៉ងមួយសម្បុកស្ងោឲ្យប្តីនាងឯងស៊ីទៅវាស្លាប់ហើយមេនោះឮដូច្នោះស្មានថាអ្នកតាបង្គាប់ក៏ប្រញាប់វិលមកផ្ទះវិញរកទិញបានមេមាន់ក្រាបមួយសម្បុកស្ងោទុកឲ្យប្តីស៊ីដើម្បីនឹងឲ្យស្លាប់ហើយនឹងបានយកសហាយលុះដល់ព្រលប់ប្តីមកពីជីកដំឡូងដល់ផ្ទះហើយសូថាហ្គេអើយបានអីស៊ីបាយមេនោះឆ្លើយថាខ្ញុំបានមេនិងពងមាន់ក្រាបមួយសម្បុកស្ងោទុកឲ្យញាក់ប្តីថារៀបបាយមកស៊ីប្រពន្ធក៏លើកបាយព្រមទាំងមេនិងពងមាន់ក្រាបមកឲ្យប្តីស៊ីអស់ហើយធ្វើជាឈឺដេកថ្ងោហឺមេនោះណាស់គិតស្មានថាប្តីឈឺមែនត្រូវនឹងពាក្យអ្នកតាបង្គាប់ហើយត្បិតលឺថ្ងោឯប្តីក៏ធ្វើជាដេកទៅមេនោះគិតស្មានថាប្តីស្លាប់ក៏បើកទ្វារនាំយកសហាយចូលទៅដេកជាមួយអ្នកទាំងពីរកំពុងតែនិយាយគ្នាប្តីក៏ក្រោកឡើងអង្គុយហៅប្រពន្ធមកប្រាប់ថារងាណាស់ឯប្រុសសហាយឃឿនប្តីមេនោះក្រោកឡើងអង្គុយដូច្នោះស្ទុះរត់ពុំទួនក៏ចូលទៅពូនខ្លួនពាងធំមួយនៅខាងដំណេកសំងុំចាំប្តីនោះដេកខ្លួននឹងចេញពីពាងទៅដេកនឹងមេនោះទៀតប្តីបានឃើញតែធ្វើមិនឃើញមិនដឹងប្រាប់ប្រពន្ធថារងាណាស់ឯងដាំទឹកឲ្យគ្នាងូតបន្តិចនឹងអាលស្លាប់មេនោះលឺថាចង់ស្លាប់ដូច្នោះណាស់ត្បិតត្រូវនឹងពាក្យដែលត្រូវបុណ្យអ្នកតាលុះប្រពន្ធដាំទឹកពុះប្តីថាទៅដងទឹកត្រជាក់បានមួយក្អមមកយកមកលាយនឹងទឹកក្តៅនេះប្រពន្ធឮប្តីប្រាវដូច្នោះក៏យកក្អមចេញទៅដងទឹកប្តីឃើញប្រពន្ធចេញទៅបាត់ក៏ក្រោកឡើងដើរទៅលើកទឹកពុះមួយខ្ទះនោះយកទៅស្រោចលើសហាយដែលនៅក្នុងពាងនោះស្លាប់ទៅហើយចូលទៅដេកវិញធ្វើជាថ្ងោហឺទៀតមេនោះវិលពីដងទឹកមុខវិញមើលទៅឃើញសហាយត្រឹកទឹកក្តៅរុញស្រសៃដោយគេដកចេញពីពាងមកក៏អោនខ្សឹបថាថ្វីក៏មិនអោនទៅវាមិនទាន់ទេអានោះឆ្ងក់ដដែលមេនោះយកដៃទៅចាប់ជមុតទៅត្រឺស្លឹកត្រចៀករលេះជ្រុះទាំងសក់មើលបានដឹងជាប្តីស្រោចទឹកក្តៅស្លាប់សហាយទៅហើយក៏ពុំស្ដីយកគម្របពាងមកគ្របហើយយកទឹកឲ្យប្តីងូតឯប្តីក៏ពុំស្ដីទឹកក៏ពុំងូតប្រាប់ប្រពន្ធថាអញគ្រាន់បាហើយហៅប្រពន្ធចូលទៅដេកទៅលុះព្រឹកព្រឹហាមឡើងមេនោះពុំដឹងបើគិតដូចម្ដេចនឹងយកខ្មោចឲ្យរួចចេញពីផ្ទះក៏នឹកឃើញថាក្នុងស្រុកនេះមានចៅ4ញែកតែងតែលបលួចអីវ៉ាន់អាក់ផងសពថ្ងៃសពយប់គ្រប់ភូមិដូច្នេះអញនឹងគិតឲ្យចៅទាំង4ញែកនោះយកខ្មោចចេញពីផ្ទះអញទៅចោលក្នុងព្រៃឲ្យបានគិតហើយក៏ដោខ្ចីសម្ពុតហូលអាវព្រែគេយកមកហៅជុំវិញផ្ទះឯចៅទាំង4នាក់នោះឃើញហើយគិតគ្នាថាឈើមេនោះមានណាស់តើយប់នេះយើងទៅលបលួចវាឲ្យបានកុំខានសប្ថ្ងៃយើងស្មានថាវាកមេនោះក៏ហៅសម្ពុតហូលអាវព្រែនោះលុះដល់ពេលល្ងាចយកទៅជូនគេវិញហើយយកខ្សែចងរឹតរូតពាងខ្មោចនោះឲ្យជាប់ទុកឲ្យចៅចូលលួចមកសែងយកទៅឯចៅទាំង4នាក់លុះយប់ឡើងក៏បបួលគ្នាទៅលួចចូលទៅរករបស់ទាំងនោះពុំឃើញប្រទះឃើញតែពាងមួយចងមាត់ជាប់បើកពុំរួតចៅទាំង4នាក់និយាយគ្នាថា
របស់អស់នោះវាដាក់ក្នុងពាងនេះហើយបើដូច្នេះត្រូវយើងសែងពាងនេះថាហើយក៏នាំគ្នាសែងពាងនេះទៅដល់ព្រៃឆ្ងាយក៏ស្រែកលោកមើលអាមួយលោកដៃទៅត្រូវសក់ថាវ៉ៃសូតដកដៃចេញអាមួយលោកដៃទៅត្រូវស្លឹកត្រចៀកត្រូវភ្នែកជ្រមុះស្រែកថាវ៉ៃខ្មោចទេអាមួយមិនជឿលោកដៃទៀតត្រូវដើមទ្រូងដឹងថាខ្មោចមែនក៏ស្ទុះរត់ចោលហើយខឹងណាស់ថាត្បិតមេនោះបញ្ឆោតឲ្យសែងខ្មោចចោលបានចៅទាំង4នេះគិតគ្នាថាយើងឃ្លាំមើលមេនោះបើឃើញវាដើរទៅណាតែម្នាក់ឯងត្រូវគ្នាយើងចំរោមចាប់វាໄວឲ្យវារាំងកុំឲ្យវាបញ្ឆោតយើងទៀតជួនជាថ្ងៃមួយមេនោះចុះទៅកំពុងរកទិញអីវ៉ាន់ត្បិតមានសំប៉ៅទើបនឹងមកដល់ពីស្រុកក្រៅមេនោះដើរដល់កណ្ដាលផ្លូវក៏ជួបនឹងចៅទាំង4នាក់នោះចៅឃើញក៏នាំគ្នាព្រួតចាប់នឹងໄວហើយជេរពីរឿងដែលវាបញ្ឆោតនោះមេនោះឆ្លើយថាណើយអ្នកបើអ្នកវាយខ្ញុំក៏ឥតប្រយោជន៍ដែរត្បិតខ្ញុំទៅទារប្រាក់ពីនាយសំប៉ៅដូច្នេះចូលមកអញ្ជើញទៅនឹងខ្ញុំទារប្រាក់បានចែកគ្នាចាយលេងចៅទាំង4នាក់ឮថាវាទៅទារប្រាក់ដូច្នោះក៏ចូលចិត្តបបួលគ្នាទៅមេនោះផ្ដាំចៅទាំង4នាក់ថាអស់អ្នកឈរចាំខ្ញុំនៅលើច្រាំងចុះបើកាលណាឃើញខ្ញុំបោចដៃនោះអ្នកនាំគ្នាចុះទៅចុះបានប្រាក់ហើយចែកគ្នាចាយមេនោះនិយាយផ្ដាំចៅទាំង4នាក់ហើយក៏ចុះទៅសំប៉ៅនិយាយនឹងនាយសំប៉ៅលក់ចៅទាំង4នាក់វាថាចៅនេះជាខ្ញុំរបស់វាហើយចង្អុលបង្ហាញនាយសំប៉ៅថានោះវាទាំង4នាក់បើវាចុះមកខ្ញុំឡើងទៅលើគោកសូមអ្នកចាប់ដាក់ច្រវាក់វាឲ្យជាប់ទៅកុំឲ្យវារត់បាននាយសំប៉ៅព្រមហើយសួរថាខ្ញុំនាងឯងទាំង4នាក់លក់ថ្លៃប៉ុន្មានមេនោះថាម្នាក់ថ្លៃ2ណែននាយសំប៉ៅឲ្យ1ណែនកន្លះវាក៏ព្រមលក់ហើយចេញមកក្រៅបក់ដានេះហៅចៅទាំង4នាក់ចៅទាំង4នាក់គិតស្មានថាវាឲ្យទៅយកប្រាក់ក៏នាំគ្នាចុះទៅដាល់ហើយស្រាប់តែនាយសំប៉ៅប្រើមនុស្សដាក់ច្រវាក់នៅបាតសំប៉ៅអស់គ្នាមេនោះក៏យកប្រាក់ឡើងទៅបាត់ទៅបានប្រាក់ហើយមេនោះដើរវិលមកផ្ទះវិញដល់កណ្ដាលផ្លូវជួនជាយប់ពុំហ៊ានដើរទៅទៀតក៏ឡើងទៅដេកលើដើមឈើមួយនៅប្របផ្លូវនោះឯចៅទាំង4នាក់លុះនាយសំប៉ៅដាក់ច្រវាក់ជាប់ក៏និយាយគ្នាថាឈើមេនេះហៅពេញជាប្រាជ្ញាធំណាស់វាបញ្ឆោតឲ្យយើងសែងខ្មោចចោលក្នុងព្រៃហើយឥឡូវវាលក់យើងបានទៀតចៅទាំង4នាក់ខឹងណាស់កាច់ច្រវាក់បាក់រត់ចេញពីសំប៉ៅដើរឡើងទៅលើគោករត់មកទាំងយប់នោះជួនជាយប់យូរណាស់ក៏នាំគ្នាឡើងទៅដេកលើដើមឈើធំដែលមេនោះដេកចៅ3នាក់ឡើងទៅដេកលើមែកដោយខ្លួន2គ្នាចៅម្នាក់ឡើងទៅក៏ជួបនាងនៅលើចុងឈើឯចៅនោះថាអេហងឯងស្លាប់ហើយម្ដងនេះហងឯងធ្លាប់បញ្ឆោតយើងឥឡូវហងឯងរត់ចុះបារួយមេនោះលើកប្រាក់បង្ហាញហើយអោនខ្សឹបថាណើយអ្នកកុំស្ដីកុំឲ្យអ្នកទាំង3នាក់ទៀតដឹងហើយយើងត្រូវយកគ្នាជាប្តីប្រពន្ធនិងយកប្រាក់នេះទៅចាយរកស៊ីស្រួលជាងអ្នកកុំធ្វើបាបខ្ញុំចៅនោះលឺដូច្នោះក៏មិនស្ដីខាត់ជួយទៅចិត្តលូកអោបគៀកមេនោះហើយហាបងហើយប្រាជ្ញាធំណាស់បញ្ឆោតយើង2-3ដងហើយឥឡូវបងបាននាងជាប្រពន្ធដោយសារប្រេងសំណាងយើងនិយាយហើយក៏អោបតាមចិត្តមេត្រីមេនោះពុំបំរាស់ហើយថាខ្ញុំខ្លាចក្រែងអ្នកស្រឡាញ់ខ្ញុំមិនស្មោះឯខ្ញុំស្រឡាញ់ស្មោះចិត្តមួយហើយចៅនោះថាបងស្រឡាញ់ស្មោះហើយនាងពុំដឹងចិត្តបងចង់ឲ្យបងស្បត់ឬឲ្យបងធ្វើម្ដេចមេនោះថាបងស្រឡាញ់ចិត្តមួយនឹងគ្នាមានតលិតអណ្ដាតគ្នាទើបមេនោះលៀនអណ្ដាតហើយអោនទៅរកអាចៅឯអាចៅលិតអណ្ដាតមេនោះហើយលៀនអណ្ដាតឲ្យមេនោះលិតវិញមេនោះកម្មអណ្ដាតអាចៅនោះដាច់អស់មួយកំណាត់ហើយច្រានទម្លាក់ពីលើចុងឈើធ្លាក់ដល់ដីស្រែកឮតែលុលឯចៅ3នាក់គិតស្មានថានាយសំប៉ៅចោមចាប់ក៏លោតពីលើមែកឈើរត់ទៅហើយស្រែកហៅគ្នាថាវើយគ្នាយើងរត់នាយសំប៉ៅដេញហើយឯចៅដែលដាច់អណ្ដាតនោះស្រែកហៅគ្នាវាថាមេនោះនៅលើចុងឈើត្រូវមកចាប់
ប៉ុន្តែវាដាច់អណ្ដាតដូច្នោះនិយាយមិនច្បាស់ឮតែលុលលុលគ្នាវាគិតស្មានថាគេដេញចាប់ចេះតែប្រាំងរត់យកតែព្រះអាយុរៀងខ្លួនឯមេនោះចុះពីលើចុងឈើយកប្រាក់ទៅផ្ទះឲ្យប្តីនៅរកស៊ីជាមួយប្តីជាសុខសប្បាយតទៅញាក់មានប្រាជ្ញាតែងនាំអាត្មាឲ្យសុខចម្រើន